Ba sôm cô rụp chùm riệp xô phục mài miên mình bong phô nụ dê lục tà bởi chùm mật tiếng ọc cho ti cô rụp rộp án. Ngày ní, chia ngày 6 tí đậm muối, khai cả đá chân năm pi pôn mà phây bầm mùi. Bà hai ngày ní phong đáy trâu ngày đập pi rôi, khai bà thom mà sát. Chân năm mùa mí, át sạ bột sạ cả rạch pi pôn, bàm rôi chật sập. Ba trong púc ca mơ từ lời cái buồn tư này bên đông rúa nào ngày phong đáy lục nế cua thưa đầm nở tàu tư tẹo sân mình cua thưa đầm nở tàu tư ở đò lời bà tam tùm nì chạy rítក្នុងការអង្គុយឲ្យមានសេរីសួស្តីជ័យមង្គលឬក្នុងការរៀបចំពិធីមង្គលការសែនព្រេនអ្វីមួយនោះឲ្យអង្គុយទៅរកទិសតសិនបែរមុខទៅរកទិសពាយ័ព្យចំពោះការមើលតាមក្បួនកាកបាទយាមក្រឡាចាប់ពីម៉ោងមន់រងាវរហូតដល់ម៉ោង 6 កន្លះព្រឹកគឺជាម៉ោងគ្រោះកាចពុំគួរធ្វើដំណើរឆ្ងាយឡើយក្នុងម៉ោងនេះបើធ្វើដំណើរលោកអ្នកគួរមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់បំផុតចំពោះការធ្វើដំណើរចាប់ពីម៉ោង 6 កន្លះរហូតដល់ម៉ោង 11:00 គឺជាម៉ោងលៀបហេងមានន័យថាលោកអ្នកធ្វើដំណើរទៅណានៅក្នុងចន្លោះម៉ោងនេះលោកអ្នកនឹងទទួលបានផលកម្រៃរាល់ការធ្វើកិច្ចការងារឬរកប្រាក់ចំណូលទទួលបាននៅផលនៅលៀបបរិបូរណ៍ចំពោះការធ្វើដំណើរចាប់ពីម៉ោង 11:00 រហូតដល់ម៉ោង 2 រសៀលគឺជាម៉ោងកាកបាទមានន័យថាមិនល្អទេលោកអ្នកអាចធ្វើឲ្យមានការបាត់បង់នូវទ្រព្យសម្បត្តិឬខាតបង់នូវផលប្រយោជន៍អ្វីមួយនៅក្នុងចន្លោះម៉ោងនេះចំពោះការធ្វើដំណើរចាប់ពីម៉ោង 2 រហូតដល់ម៉ោង 5 រសៀលគឺជាម៉ោងទទេស្អាតមានន័យថាលោកអ្នកធ្វើអ្វីក៏ដោយនឹងមិនទទួលបានផលអ្វីទេហើយក៏មិនជួបនៅគ្រោះថ្នាក់អ្វីនោះដែរចំពោះការធ្វើដំណើរចាប់ពីម៉ោង 5:00 រហូតដល់ម៉ោងចូលគេងគឺជាម៉ោងសុខសាន្តនៅក្នុងចន្លោះម៉ោងនេះលោកអ្នកអាចធ្វើដំណើរទៅណាមកណាទទួលបាននូវភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញបើជាបន្តក៏សូមចូលដល់ហោរាសាស្ត្រនៃការទស្សន៍ទាយទៅលើជោគជតារាសីឆ្នាំទាំង12សម្រាប់ថ្ងៃសៅរ៍នេះផងដែរបាទមុននឹងចូលដល់ការទស្សន៍ទាយនៅជោគជតារាសីសម្រាប់ឆ្នាំទាំង12ខ្ញុំបាទក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនិងអ្នកមានបារមីទាំងអស់ក្នុងលោកសូមតាមជួយថែរក្សាពុកម៉ែបងប្អូននិងសូមឲ្យបងប្អូនរកទទួលទានមានបាននិងមានសុភមង្គលគ្រប់គ្នាបាទសម្រាប់ថ្ងៃនេះផងដែរឆ្នាំជូតរាសីខ្ពស់ត្រដែតនៅថ្ងៃនេះការប្រកបការងារមានការជឿនលឿនច្រើនផ្នែកក្នុងនោះមិនថារឿងការងាររឿងប្រាក់កាក់ឬក៏រឿងផ្ទាល់ខ្លួននោះទេសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការកាក់កបល្អប្រសើរការរកកម្រៃទៀតសោតនោះក៏មានការកើនឡើងគួរសមសម្រាប់ការធ្វើដំណើរទីជិតទីឆ្ងាយក៏មានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសម្ព័ន្ធស្នេហាប្រុសស្រីកំឡោះក្រមុំពោះម៉ាយម៉ាយក្តីឃើញថាមានការរីកចម្រើននិងផ្អែមល្ហែមជាប្រពៃឆ្នាំឆ្លូវរាសីខ្ពស់ត្រដែតនៅថ្ងៃនេះមានជោគមានរាសីហើយបើទោះជាធ្វើអ្វីក៏ដោយក៏តែងតែមានការរីកលូតលាស់គួរឲ្យពេញចិត្តសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រតែងប្រទើសជាមួយនឹងអ្នកមានមុខរបរដូចគ្នាទៀតផងដូច្នេះគួរគប្បីមានការបើកចិត្តឲ្យទូលាយទើបមិនមានរឿងរ៉ាវចម្រូងចម្រាសណាមួយកើតឡើងបានការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តឯសេចក្តីស្នេហាប្រុសស្រីក៏មានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃដែរឆ្នាំខាលរាសីល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកហាក់ដូចជាមានភាពប្រទាំងប្រទើសកើតឡើងខ្លះមានបញ្ហាចូលមកយាយីខ្លះតែបើលោកអ្នកមានការអត់ធ្មត់និងតស៊ូដោះស្រាយនឹងមិនមានបញ្ហាអ្វីធ្ងន់ធ្ងរកើតឡើងនោះទេសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការរកប្រាក់ចំណូលបានត្រឹមតែចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះហើយការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្ត
សេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមស្រស់ស្រាយជាប្រពៃឆ្នាំថោះរិស័យខ្ពស់ត្រដែតនៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរព្រោះថាផលជាផ្លែផ្កានឹងហុចមកវិញគួរជាទីពេញចិត្តសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះបីជួញចិត្តជួញឆ្ងាយក៏លោកអ្នកអាចរកប្រាក់កម្រៃហូរចូលគ្រាន់បំពេញការផ្គត់ផ្គង់គ្រួសារបានយ៉ាងងាយស្រួលការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំទោះបីជាមានការស្មុគស្មាញខ្លះបើលោកអ្នកធ្វើការដោះស្រាយនោះក៏នឹងអាចមានភាពរលូនមកវិញដែរឆ្នាំរោងរាសីល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពរលូនតែអាចមានបញ្ហាខ្លះៗចូលមកយាយីគួរមានការប្រយ័ត្នប្រយែងនិងអត់ធ្មត់ឲ្យបានខ្ពស់ទើបជាការប្រសើរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះពុំសូវជាមានភាពកាក់កបប្រមាណទេមានន័យថាបានត្រឹមតែសម្រាប់ចិញ្ចឹមឆ្នាំងតែប៉ុណ្ណោះសម្រាប់អ្នកធ្វើដំណើរទីជិតទីឆ្ងាយគួរមានការប្រុងប្រយ័ត្នអំពីការធ្វើដំណើរតាមដងផ្លូវឲ្យបានខ្ពស់ទើបជាការប្រសើរសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំម្សាញ់រិស័យខ្ពស់ត្រដែតនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬរៀបចំពិធីអ្វីមួយផងចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញបើលោកអ្នកចង់ផ្លាស់ប្ដូរមុខរបរថ្មីឬពង្រីកមុខរបរអ្វីមួយនោះក៏រឹតតែល្អប្រសើរការធ្វើដំណើរទីជិតទីឆ្ងាយក៏ទទួលបាននូវភាពសុខសាន្តឆ្នាំមមីរិស័យស្រុតចុះថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេដូច្នេះលោកអ្នកគួរមានការប្រុងប្រយ័ត្នប្រយែងលើការសម្រេចចិត្តធំណាមួយនៅថ្ងៃនេះអាចនឹងមានភាពតានតឹងណាមួយកើតឡើងបានត្រូវរក្សាភាពស្ងប់ស្ងាត់និងអត់ធ្មត់ឲ្យបានខ្ពស់ចំពោះអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញឃើញថាមានការតឹងតែងអ្នកខ្លះរកបង្ក្រប់ឆ្នាំងស្ទើរពំបានផងឯការធ្វើដំណើរទីជិតទីឆ្ងាយមុននឹងទៅណាគួរមានការប្រុងប្រយ័ត្ននិងរៀបចំផ្ទះសម្បែងឲ្យបានល្អិតល្អន់ចាំចេញដំណើរទៅឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាមានការរកាំរកុសនិងទាស់ទែងពាក្យសម្ដីគ្នាទៀតផងនៅថ្ងៃនេះឆ្នាំមមែរិស័យល្អមធ្យមនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកដំណើរការទៅតាមផែនការទើបជាការប្រសើរត្រូវមានការអត់ធ្មត់និងប្រុងប្រយ័ត្នរាល់ឯកសារសំខាន់ណាមួយមុននឹងចុះកិច្ចព្រមព្រៀងត្រូវពិនិត្យឲ្យបានច្បាស់លាស់អ្នកប្រកបរបររកស៊ីជួញដូរមានការកាក់កបគួរសមតែមិនច្រើនប្រមាណនោះឡើយរាល់ការធ្វើដំណើរទីជិតទីឆ្ងាយត្រូវមានការប្រុងប្រយ័ត្នប្រយែងឲ្យបានខ្ពស់ទើបជាការប្រសើររីឯសេចក្តីស្នេហាមានបញ្ហាខ្លះៗកើតឡើងតែមិនមែនជាបញ្ហាអ្វីធំដុំនោះទេឆ្នាំវោករិស័យខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែមានភាពល្អប្រសើរហេតុនេះហើយបើទោះជាធ្វើអ្វីក៏ដោយក៏តែងតែមានការជឿនលឿននិងហុចផលជាផ្លែផ្កាត្រឡប់មកវិញគួរជាទីពេញចិត្តសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះវិញមានការកាក់កបនិងរីកចម្រើនគួរសមការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំរការិស័យខ្ពស់ត្រដែតនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការរីកចម្រើនទៅមុខធ្វើអ្វីក៏ដោយក៏តែងតែមានការរីកលូតលាស់និងមានភាពជោគជ័យត្រឡប់មកវិញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះមានការរីកចម្រើនលូតលាស់និងទទួលបានប្រាក់កម្រៃយ៉ាងច្រើនសន្ធឹកសន្ធាប់សេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឯការធ្វើដំណើរជិតឆ្ងាយក៏ទទួលបាននូវភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញឆ្នាំចរិស័យខ្ពស់ត្រដែតថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការជឿនលឿនច្រើនផ្នែកក្នុងនោះមិនថារឿងការងាររឿងប្រាក់កាសឬក៏រឿងផ្ទាល់ខ្លួននោះទេសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញ
មានការរីកលូតលាស់ចម្រើនទៅមុខឯការធ្វើដំណើរទីជិតទីឆ្ងាយមានភាពសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជាប្រពៃឆ្នាំកុលរិស័យស្រុតចុះថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានភាពល្អប្រសើរប្រមាណទេលោកអ្នកគួរមានការប្រយ័ត្នប្រយែងរាល់កិច្ចការនានាដែលមានការព្រមព្រៀងឬចុះកិច្ចសន្យាអ្វីមួយអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះមានការប្រទាំងប្រទើសនិងមានការខ្វះខាតច្រើនដូច្នេះហើយគួរមានការប្រយ័ត្នប្រយែងរាល់ពាក្យសម្ដីនិងអត់ធ្មត់ឲ្យបានខ្ពស់ទើបជាការប្រសើរចំពោះការធ្វើដំណើរទីជិតទីឆ្ងាយក៏ពុំសូវជាមានភាពល្អប្រសើរប្រមាណដែរបើអាចទៅរួចគួរមានការស្នាក់នៅឬក៏សម្រាកនៅផ្ទះទើបជាការប្រសើរចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំឃើញថាមានការរកាំរកោសនិងពាក់មុខយៈដាក់គ្នាច្រើនទៀតផងនៅថ្ងៃនេះបាទសម្រាប់ហោរាសាស្ត្រប្រចាំថ្ងៃនៅថ្ងៃផងដែរក៏សូមបញ្ចប់តែត្រឹមនេះបាទមុននឹងបញ្ចប់ខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ជួបតែសេចក្តីសុខចម្រើនរកទទួលទានមានបាននិងមានសុភមង្គលគ្រប់គ្នា